លោកគ្រូអេប៊ូថងលើកឡើងបែបនេះបន្ទាប់ពីឮដំណឹងថាកីឡាកររឿងសុភ័ណ្ឌចង់ប៉ះជាមួយនឹងកីឡាកររ៉ូស្លាន់ដែលជាកីឡាករមួយរូបធ្លាប់ផ្ដួលកីឡាករធឿនធីរ៉ានៅទឹកទី1រហូតដល់2ដងបាទបងប្អូនប្រហែលជាដឹងហើយបាទរឿងរ៉ាវលហៀងដែលថាកីឡាកររឿងសុភ័ណ្ឌអាចនឹងប៉ះជាមួយនឹងកីឡាកររ៉ូស្លាន់ដែលជាដៃគូចាស់របស់កីឡាករអឺធឿនធីរ៉ាបាទធ្លាប់ផ្ដួលកីឡាករធឿនធីរ៉ានៅទឹកទី1ទាំងពីរលើកតែម្ដងបងប្អូនបាទប្រកួតលើកទី1ក៏ទឹកទី1ប្រកួតលើកទី2ក៏ទឹកទី1បាទអញ្ចឹងបើនិយាយថាពីផ្្លាត់បាទមិនដឹងយ៉ាងម៉េចទេបងប្អូនបាទតែកីឡាករការប្រកួតនៅលើសៃវៀនបាទផ្្លាត់3ដងក៏អាចដែរ4ដងក៏អាចដែរគឺតែងតែផ្្លាត់ឲ្យទៅថាត្រូវកន្លែងណាដែលស្លាប់មិននៅទេបងប្អូនបាទដោយកីឡាករធឿនធីរ៉ាអញ្ចឹងបងប្អូនលើកទី1យើងថាចូលភ្នែកបាទថាផ្្លាត់ហើយបាទចូលភ្នែកលើកទី2មានអីបងប្អូនបាទចូលធុងទឹកទៅទៀតបាទអញ្ចឹងមានអីបាទតកតងជាមួយនឹងការរៀបចំការប៉ះគ្នារវាងកីឡាករធឿនធីរ៉ាបើលើកនេះជាមួយនឹងរ៉ូស្លាន់ប្រហែលជាលែងសូវមានសង្ឃឹមថាអាចនឹងប៉ះគ្នាហើយតែនៅតែមានសង្ឃឹមបន្ទាប់ពីកីឡាកររឿងសុភ័ណ្ឌប៉ះជាមួយនឹងកីឡាកររ៉ូស្លាន់ប្រសិនបើកីឡាកររ៉ូស្លាន់ហើយនឹងរឿងសុភ័ណ្ឌឈ្នះកីឡាកររ៉ូស្លាន់បើទោះបីជារ៉ូស្លាន់ប៉ះជាមួយធឿនធីរ៉ាក៏លែងសូវកក្រើកដែរបងប្អូនបាទលែងសូវដែរប៉ុន្តែប្រសិនបើកីឡាកររ៉ូស្លាន់អាចបន្តផ្ដួលកីឡាកររឿងសុភ័ណ្ឌបាទនៅតែអាចបាទវត្តមានកីឡាករធឿនធីរ៉ានៅតែអាចស្ដារដើមមកវិញបាទនៅការឈ្នះជាមួយនឹងកីឡាកររ៉ូស្លាន់ព្រោះអ្នកគ្រប់គ្រងនៅតែចង់មើលអញ្ចឹងប្រសិនបើរឿងសុភ័ណ្ឌចាញ់កីឡាកររ៉ូស្លាន់ទៀតបងប្អូនហើយសូមបញ្ជាក់ថាកីឡាកររឿងសុភ័ណ្ឌនិងកីឡាកររ៉ូស្លាន់ធ្លាប់ជួបគ្នាម្ដងរួចមកហើយបាទកាលនោះគឺកីឡាករទាំងពីរបានត្រឹមតែស្មើគ្នាតែប៉ុណ្ណោះបងប្អូនហើយរឿងសុភ័ណ្ឌក៏បានលើកដែរបាទគាត់ថាប្រសិនបើកីឡាកររ៉ូស្លាន់យកក្បាច់នេះមកវាយជាមួយគាត់បាទវាយគាត់មិនត្រូវទេបាទវាយគាត់មិនត្រូវទេហើយបងប្អូនយល់យ៉ាងណាដែរបាទរ៉ូស្លាន់បាទរ៉ូស្លាន់គេមានកម្ពស់ខ្ពស់កាយសម្បទាគេល្អឆ្អឹងធំហើយអាវុធរបស់គេក៏គ្រោះថ្នាក់ដែរបាទប៉ះជាមួយនឹងធឿនធីរ៉ាដែលជាកីឡាករគេហៅថាពូថៅដៃធឿនធីរ៉ាបាទមានអីទឹកមួយស្ពៃហើយការប្រកួតលេងធំបងប្អូនបាទការប្រកួតធំអត់មានលេងគ្រាន់តែប្រកួតមិត្តភាពទេសម្រាប់កីឡាករធឿនធីរ៉ាជាមួយនឹងកីឡាកររ៉ូស្លាន់បាទតែយ៉ាងណាមិញធឿនធីរ៉ាធ្វើមិនបានល្អទេឥឡូវនេះបាត់មុខមួយរយៈហើយបាទកីឡាករធឿនធីរ៉ាបន្ទាប់ពីចាញ់2ដងជាប់គ្នាជួបកីឡាកររឿងសុភ័ណ្ឌទើបតែយកបាទជ័យជំនះបានទៅលើកីឡាករអូហ្សាម៉ាដែលជាកីឡាករជើងខ្លាំងរបស់ម៉ារ៉ុកដែលកីឡាករអូហ្សាម៉ានេះគេធ្លាប់ប៉ះជាមួយនឹងកីឡាកររឿងសុភ័ណ្ឌម្ដងដែរបាទកាលនោះគឺរឿងសុភ័ណ្ឌឈ្នះបន្ទុកឥឡូវនេះនៅតែបន្តឈ្នះបន្ទុកទៀតសម្រាប់កីឡាកររឿងសុភ័ណ្ឌបាទហើយអូហ្សាម៉ានេះគេមុនប៉ះជាមួយនឹងកីឡាកររឿងសុភ័ណ្ឌគេអរគុណនិងស្ងើចសរសើរដល់កីឡាកររឿងសុភ័ណ្ឌដែលហ៊ានវាយមួយគេបាទដែលហ៊ានវាយមួយគេថាប៉ះជាមួយនឹងកីឡាករផ្សេងឬសូតែឈ្មោះអូសាម៉ាអត់ហ៊ានវាយបាទធ្វើឱកាសនៃការប្រកួតរបស់គេរៀងថមថយប៉ុន្តែប៉ះមួយរឿងសុភ័ណ្ឌមានណាបងប្អូនបាទគាត់ទៅឮសូថាអូសាម៉ារឿងសុភ័ណ្ឌអត់ខ្លាចទេបាទរឿងសុភ័ណ្ឌឲ្យតែគីឡូប៉ុនគ្នាហើយកុំគិតរឿងកម្ពស់ព្រោះរឿងសុភ័ណ្ឌតាំងពីវាយគីឡូតូចដល់គីឡូធំកម្របានប៉ះជាមួយនឹងកីឡាករដែលមានកម្ពស់ប្រហាក់ប្រហែលគ្នាណាស់បាទអញ្ចឹងរឿងកម្ពស់រឿងកាយសម្បទាកុំនិយាយមួយរឿងសុភ័ណ្ឌបាទនិយាយរឿងគីឡូវិញបាទឲ្យតែគីឡូប៉ុនគ្នាគឺរឿងសុភ័ណ្ឌវាយហើយបាទរឿងសុភ័ណ្ឌវាយហើយបងប្អូនវិញយល់យ៉ាងណាដែរហើយសម្រាប់លោកគ្រូអេបាទគាត់សង្ឃឹមថារឿងសុភ័ណ្ឌអាចនឹងប៉ះជាមួយនឹងកីឡាកររ៉ូស្លាន់ហើយគាត់ថាសង្ឃឹមលើកីឡាកររឿងសុភ័ណ្ឌដោយថារឿងសុភ័ណ្ឌក៏គាត់មានអាវុធសម្រាប់ហើយក៏អាវុធរបស់កីឡាកររឿងសុភ័ណ្ឌក៏ធ្ងន់ដែលអាចធ្វើឲ្យកីឡាកររ៉ូស្លាន់សន្លប់បានដែរបាទអញ្ចឹងគូនេះ
ដឹងតែពេញលេងហើយបាទហើយបើតាមការលើកឡើងរបស់កីឡាកររឿងសុភ័ណ្ឌអាចនឹងជួបគ្នានៅចុងខែ3នេះបងប្អូនបាទចឹងមកជួបវិញបងប្អូនថារ៉ូស្លាន់ឬក៏កីឡាកររឿងសុភ័ណ្ឌជាអ្នកទទួលបានជ័យជំនះបាទវីដេអូសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា